អូនតើជនស៊ីវិលនោះជានរណាហើយបានខ្នោះនោះមកពីណាតើមានសិទ្ធិអ្វីមកវាយខ្នោះគេជនស៊ីវិលវាយខ្នោះជនស៊ីវិលចុងក្រោយបញ្ជូនទៅអធិការខណ្ឌទាំងអស់គ្នាករណីនេះកើតហេតុនៅវេលាយប់ថ្ងៃទី10ខែមីនាឆ្នាំ2025នៅសង្កាត់បឹងកេងកង2ខណ្ឌបឹងកេងកងរាជធានីភ្នំពេញដល់កណ្ដោះចេញមកយកមកវិញវិញអូនសមត្ថកៃមែនកែក្នុងនេះអត់ទេអូនសួរអូនឯងសមត្ថអូនឯងសមត្ថកិច្ចទៅណាជុកអាសិនគេហៅលីអ្នកឯងដាក់ក្នុងគេដឹងមូលហើយអ្នកយកគេទៅណាអត់ដឹងមកពីណាអូនមកដេញពីនោះអូនឯងជុំអាជុកអូនទុកឲ្យនៅឡៃនេះទុកឲ្យបលីដោះស្រាយអូនចេះខ្មែរទេអូនឯងដល់បើកឡានដេញចាប់ហ៎គាត់ជាគេមកបងចាអត់ទេគាត់ដើរមកតាឲ្យហៅប៉ូលីសមកទេដល់បានអត់បើខុសត្រូវចាំអត់ទេអូនចាំព្រោះអីអូនបាយចាំបាយហើយបាយចាំងាប់បងណានេះណាខុសត្រូវចាំច្បាប់គេលោកនេះបើគាត់រត់យល់ទេបើគាត់រត់គាត់ចាំដើរធ្វើអីមិញហ្នឹងឥឡូវចាំដាក់ក្រោះគេយ៉ាងម៉េចបើមិនដាក់ក្រោះខ្ញុំទៅខ្ញុំខុសគេទៅសម្រាប់មនុស្សហ្នឹងឥឡូវនៅស្ងៀមនេះគ្នាបាទខ្ញុំតាមមើលរហូតបាយទេបាយគេរហូតបាយមួយឡាចុយហួយអញមិនទៅត្រាប់អញទៅចុះហ៎ចុយបាយអញមិញចុយលើបងនេះខែបាយអញរហូតណាអីខ្ញុំបាយងាត់បាយឃើញនេះខ្ញុំបលីមកបងបាទអត់អីបើអញដល់ខ្លាអញទៅអត់មានសោចុយអាចចុះខ្នោះមិនអត់មានសោអូនឯងមានខ្នោះមិនអត់មានសោអូនឯងមើលអាយមានកាយអីចាំមកយកដល់គ្រប់វាខ្ញុំទៅលើទី1ជប់ចិននេះលុយគេនៅ88ខ្ញុំគ្រប់នេះជប់ចិននេះជួយហានេះមកទៅខ្ញុំបលីនៅស្ងៀមបលីចាំតិចជួយមើលទៅវិធីយកតិចមកនេះអួយមកវាយលេងខ្ញុំវិញហើយវាយខ្នាតខ្ញុំវិញគេមកលេងខ្ញុំវិញរឿងយកច្រឡំខ្ញុំជាមួយចិនហ្នឹងវាយមកនេះបងជិះខត់នេះទេយកបងដាក់គេវិញបងដាក់ខ្លះហ្នឹងបងជួយយកភ្លេងបងជួយយកមានទេបងដាក់ខ្លួនមកចាំឲ្យគេជិះហត់ទេអត់មានរឿងអីបងចឹងបងជួយដាក់ខ្លួនខ្ញុំសិនចាំខ្ញុំនិយាយវាអនឯងនៅស្ងៀមសិនមើលអត់ទេពួកវាយទេយើងរែងតែការអីអត់ទេអត់មានតែការអីទេវាយមើលរឿងខ្ញុំមួយចិនសោះរួចទៅវាមកវាយខ្ញុំបងជួយដាក់ខ្លួនខ្ញុំសិន